សង្ក្រាន្តសាលាបឋមសិក្សាប្រព្រេងឆ្នាំនេះប្រហែលជាអត់ធ្វើទេដឹងបងប្អូនដូចជាស្ងាត់ព្រោះអីរាល់ឆ្នាំឲ្យតែធ្វើសង្ក្រាន្តគឺចាប់ផ្ដើមរៀបចំបដាហើយប៉ុន្តែឆ្នាំនេះអត់ទាន់ឮដំណឹងថាធ្វើសង្ក្រាន្តទេហើយក៏អត់ទាន់រៀបចំអីដែរបងប្អូនហើយបើសិនជាឆ្នាំនេះអត់សង្ក្រាន្តទេខ្ញុំពិតជាសោកស្ដាយមែនទែនព្រោះអីឆ្នាំនេះខ្ញុំបាននៅស្រុកគឺខ្ញុំគិតថានៅពេលដែលសង្ក្រាន្តគឺខ្ញុំនឹងទៅថតទៅអីចឹងណាបងប្អូនតែបើសិនជាអត់ឆ្នាំនេះអត់ធ្វើទេគឺខ្ញុំសោកស្ដាយមែនទែនហើយបើសិនជាធ្វើនៅថ្ងៃទី11 12 13គឺល្អមែនទែនគឺល្អដោយសារអីដោយសារតែបងប្អូនយើងគឺមកពីរំពេញមកពីធ្វើការរោងចក្រគឺមកជុំគ្នាអញ្ចឹងគឺសប្បាយមែនទែនហើយបើតាមយោបល់របស់ខ្ញុំបងប្អូនទាំងអស់គ្នាបើសិនជាសង្ក្រាន្តហើយធ្វើរោងតាមតំណាងឲ្យភូមិមួយរោងណាដែលស្អាតជាងគេគឺយើងមានរង្វាន់លើកទឹកចិត្តឲ្យនិយាយទៅគឺថ្មីហើយប្លែកមែនទែនទាំងអស់គ្នានេះគឺតាមយោបល់របស់ខ្ញុំគឺគិតបែបហ្នឹងបងប្អូនហើយបងប្អូនគិតបែបណាដែរបងប្អូនអាច comment ប្រាប់ផងហើយនេះគឺជាទីធ្លាសាលាប្រព្រេងគឺមានទិដ្ឋភាពស្អាតមែនទែនបងប្អូនទាំងអស់គ្នាគឺមានដើមឈើពណ៌ខៀវស្រងាត់តែម្ដងហើយឃើញថានៅតាមផ្លូវខាងក្រៅនៃសាលាគឺមានដើមផ្កាមានសួនផ្កាគឺស្អាតមែនទែនបងប្អូនគឺថ្មីប្លែកស្អាតតែម្ដងបងប្អូនដែលបានស្គាល់នៅសាលាមួយនេះកុំភ្លេចឃើញវីដេអូនេះហើយ share ម្នាក់មួយផង